បាទអនុញ្ញាតសូមជម្រាបសួរទៅដល់ប្រិយមិត្តពុកម៉ែបងប្អូននៅក្នុងស្រុកក្រៅស្រុកទាំងអស់គ្នាបាទថ្ងៃនេះឥឡូវលបងមួយខ្សែនេះគឺមានបណ្ដោយនេះគឺវាចូល200ម៉ែត្រជាងបាទឥឡូវឃើញថាជាងក្រុមការងារជាងគាត់បានចាក់ក្នុងកតសហើយបាទសិនជាពុកម៉ែបងប្អូនមានតម្រូវការបាទចង់បានជាងបាទល្អសាងសង់តម្លៃធូរសមរម្យពុកម៉ែបងប្អូនសូមពុកម៉ែបងប្អូនតាក់ទងមកតាមpage Telegram បាទតាម YouTube បាទខ្ញុំទទួលធ្វើ25ខេត្តក្រុងពុកម៉ែបងប្អូនណាបាទហើយតម្លៃធូរតម្លៃថោកសមរម្យឯពុកម៉ែបងប្អូនបាទដោយសារសេដ្ឋកិច្ចយើងឥឡូវក៏វាពិបាករកលុយដែរអញ្ចឹងខាងពួកខ្ញុំទទួលធ្វើលបងគឺតម្លៃសមរម្យបាទហើយបងប្អូនមានដឹងថាលបងតម្លៃនេះតម្លៃប្រមាណកម្ពស់នេះតម្លៃប្រមាណបាទខ្ញុំនឹងធ្វើវីដេអូប្រាប់ពុកម៉ែបងប្អូនបាទអានេះគឺ1ម៉ែត្រវា$53ពុកម៉ែបងប្អូនណាឥឡូវចុះបន្តិចហើយបាទដោយសារខ្ញុំធ្វើអាមុននេះវា1ម៉ែត្រ55បាទនេះបញ្ចប់ហើយបាទអញ្ចឹងនៅខាងនេះវា1ម៉ែត្រតែ$53ទេបាទធូរថ្លៃមែនទែនពុកម៉ែបងប្អូនណាបាទគឺកម្ពស់វា13ម៉ែត្រនោះបាទមានឥដ្ឋ20 1ម៉ែត្របាទចាក់ធ្នឹមបាទដែកមុនដើមដែក10លាពុកម៉ែបងប្អូនណាបាទហើយដែកតស3ដើមដែកតស3ដើមបាទនឹងកម្រិតតសវាបាទនេះកម្រិតតសពី1ទៅ1គឺ2ម៉ែត្រកន្លះពុកម៉ែបងប្អូនណាបាទហើយពួកខ្ញុំទទួលធ្វើ25ខេត្តក្រុងពុកម៉ែបងប្អូនបាទបើពុកម៉ែបងប្អូនមានតម្រូវការចង់សាងសង់បាទសូមតាក់ទងមកតាមលេខទូរស័ព្ទបាទដែលមានលេខ012 56 55 17បាទនេះជាលេខ Telegram របស់ខ្ញុំបាទមួយខ្សែទៀតគឺ096 56 46 379ណាបងប្អូនណាបាទបើពុកម៉ែបងប្អូនមានតម្រូវការចង់សាងសង់បងបិទព្រំដីបាំងដីស្រស់ស្អាតតម្លៃថោកសមរម្យសូមពុកម៉ែបងប្អូនតាក់ទងមកពុកម៉ែបងប្អូនណាបាទបើអត់ធ្វើអាចតាក់ទងសួរបានដែរពុកម៉ែបងប្អូនណាពួកខាងខ្ញុំទទួល25ខែ24ម៉ោងបាទខាងខ្ញុំទទួលទូរស័ព្ទពុកម៉ែបងប្អូនដែលចង់តាក់ទងសួរថាលំបង1ម៉ែត្រប្រមាណកម្ពស់ប្រមាណហើយមានឥដ្ឋប្រមិចខ្លះបាទអត់ពិបាកទេបងប្អូនតាក់ទងមកបាទគឺខាងខ្ញុំទទួលធ្វើវាធូរថ្លៃទេបាទហើយស្រស់ស្អាតក្រុមជាងធ្វើលឿនតាន់ហេតុការពុកម៉ែបងប្អូនបាទតាមតម្រូវការពុកម៉ែបងប្អូនចង់បានបាទហើយមុនខ្ញុំធ្វើវីដេអូនេះគឺមានខ្ញុំក៏ធ្វើហើយច្រើនកន្លែងដែរអញ្ចឹងណាពុកម៉ែបងប្អូនណាបាទតែគាត់ថាក្នុង YouTube គឺខ្ញុំទៅបង្កើតទេបាទតាម Facebook គឺខ្ញុំបង្កើតយូរហើយតាម Page បាទតែក្នុង YouTube នេះខ្ញុំទៅបង្កើតទេបាទអញ្ចឹងសូមពុកម៉ែបងប្អូនមានតម្រូវការអីបងប្អូនចង់តាក់ទងចង់សួរបងប្អូនវាយតាម Telegram មកអាចសួរខ្ញុំបាទខ្ញុំទទួលបងពុកម៉ែបងប្អូន24ម៉ោងបាទហើយយើងខ្ញុំនេះទទួលធ្វើ25ខេត្តក្រុងមិនថាចិត្តមិនថាឆ្ងាយទេបងប្អូនណាបាទដល់ណាក៏ធ្វើដែរឲ្យតែតម្លៃសមរម្យត្រូវគ្នាបាទខ្ញុំនឹងទទួលធ្វើទាំងអស់បាទហើយបងប្អូនមិនបាច់បារម្ភភ័យថាភេកយ៉ាងខ្ញុំបោកទេបាទបងប្អូនដឹងជាក់ស្ដែងបាទអាចសាកសួរនឹងមានកងត្រាមួយគ្នាបានត្រឹមត្រូវចឹងណាពុកម៉ែបងប្អូនណាបាទសូមអរគុណបាទ